អូគេទៅណាមកណានឹងបានជាធ្វើដំណើរមកដល់ទីនេះអូចាខ្ញុំនឹងអ្នកម៉ែគិតថាធ្វើដំណើរទៅលេងផ្ទះលោកយាយនៅឯខាងកើតភូមិឯណោះរួចចុះបងនេះបងទៅមកពីរកត្រីមែនទេអូហូបានត្រីច្រើនណាស់តានេះត្រូវហើយនេះនៅនាងត្រូវការត្រីយកទៅស្លដាច់ទីខ្ញុំបានត្រីច្រើនណាស់នេះខ្ញុំហូបពីអ្នកម៉ែមិនអស់ទីណែមិនបាច់យកមិនបាច់ស្អីទេម៉ែគ្រាន់តែធំក្លិនត្រីនឹងណាវាឆ្អាបចង់ក្អួតបាត់ទៅហើយរួចចុះកូនឯងនេះមករាក់តាក់ស្អីជាមួយមនុស្សក្ររហាមអញ្ចឹងនោះអូយអ្នកម៉ែកុំមានប្រសាសន៍បែបនេះអីទោះជាបងងួនគាត់ជាអ្នកក្រតែគាត់ក៏ជាមនុស្សដូចជាយើងដែរមនុស្សយើងកើតមកអ្នកណាក៏ចង់មានបានដែរគ្មានអ្នកណាចង់ក្រទេធ្វើម៉េចបាននិស្ស័យកំណត់មកអញ្ចឹងនោះមិនបាច់មកបញ្យល់ម៉ែទេឯងនេះតោះឈប់យកពេលវេលាមកនិយាយជាមួយមនុស្សឋានៈតូចទាបដូចជាគេទៀតទៅបងងួនណែឥឡូវខ្ញុំសុំលាបងទៅសិនហើយព្រោះខ្ញុំនៅយូរទៀតមិនបានទេបានមិនអីទេទៅចុះខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាខ្ញុំក្រមែនខ្ញុំគ្មានលទ្ធភាពឯណាទៅប្រៀបធៀបនឹងគ្រួសាររបស់អ្នកមីនោះទេតែមិនថ្មីទេក្រអីក្រទៅចុះតែកុំឲ្យតែក្រចិត្តខ្ញុំនឹងខិតខំធ្វើការរកប្រាក់ឲ្យបានច្រើនថ្ងៃណាមួយអ្នកមីនឹងយល់ពីអំពើល្អរបស់អ្នកក្រដូចជាខ្ញុំនេះ